ប្រភពជាន់ខ្ពស់របស់អារ៉ាប៊ីសាអូឌីតបានទម្លាយប្រាប់សារព័ត៌មាន Al Arabiya English កាលពីយប់ថ្ងៃទី6ខែសីហាថាមានព័ត៌មានចារកម្មគួរឲ្យទុកចិត្តមួយបង្ហាញថាក្រុមកងកម្លាំងស្រមោលគាំទ្រដោយអ៊ីរ៉ង់និងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC កំពុងតែរៀបចំផែនការបើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីតប្រភពដដែលបានបញ្ជាក់ថារបាយការណ៍ចារកម្មគួរឲ្យទុកចិត្តជាច្រើនបានចង្អុលបង្ហាញពីការធ្វើសហការនិងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ូធីនៅយេម៉ិនក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់និងកងទ័ព IRGC របស់អ៊ីរ៉ង់ដើម្បីត្រៀមលក្ខណៈវាយប្រហាររួមគ្នាមកលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទោះបីជាយ៉ាងណាប្រភពជាន់ខ្ពស់រូបនេះបានប្រមានយ៉ាងម៉ឺងម៉ាត់ថាអារ៉ាប៊ីសាអូឌីតនឹងមិនរារែកឡើយនៅក្នុងការដាក់ចេញនូវរាល់វិធានការចាំបាច់ទាំងអស់ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយការទម្លាយព័ត៌មានចារកម្មនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រភពផ្ទៃក្នុងពីអ៊ីរ៉ាក់បានទម្លាយថាពួកគេទទួលបានព័ត៌មានថាក្រុមកងកម្លាំងប្រដាប់អាវុធជួរមុខមានចេតនានឹងបង្ហោះដ្រូនវាយប្រឆាំងនឹងប្រទេសជិតខាងក្នុងរយៈពេល48ម៉ោងខាងមុខតាមការប៉ាន់ស្មានគោលដៅនៃការវាយប្រហារដែលអាចកើតមានឡើងគឺតម្រង់ទៅលើទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធធម្មពលរួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាកាសយានដ្ឋាននិងកំពង់ផែយោងតាមប្រភពចារកម្មរបស់អារ៉ាប៊ីសាអូឌីតផុសតាមមួយចំនួនដែលប្រមូលបានរួមមានការសង្កេតឃើញសកម្មភាពចល័តផ្ទេរទីតាំងក្រុមមីស៊ីលនិងដ្រូនដើម្បីត្រៀមលក្ខណៈបើកការវាយប្រហារព្រមៗគ្នាចេញពីមុខព្រួញខុសៗគ្នាការប្រកាសអាសន្នរបស់ចារកម្មសន្តិសុខបានកើតឡើងចំពេលដែលអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់ទើបតែបើកកិច្ចពិភាក្សាការទូតជាន់ខ្ពស់នៅប្រទេសហ្សូដានីដែលបានព្រមព្រៀងគ្នាយ៉ាងម៉ឺងម៉ាត់ថានឹងមិនអនុញ្ញាតឲ្យក្រុមជីវពលប្រើប្រាស់ទឹកដីអ៊ីរ៉ាក់វាយប្រហារប្រទេសជិតខាងឡើយសូមជម្រាបជូនថាភាពតានតឹងបានហក់ឡើងដល់ចំណុចកំពូលកាលពីខែមុននៅពេលដែលក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ចេញពីទឹកដីអ៊ីរ៉ាក់បានបង្ហោះដ្រូនអតិឃាតប៉ុនប៉ងគំទេចស្ថានីយ៍ប្រេងយុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីតព្រឹត្តិការណ៍នោះបានបង្ខំឲ្យអារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាជាមួយនឹងបញ្ជាការដ្ឋានកណ្ដាលអាមេរិកហៅកាត់ថា CENTCOM បើកការវាយប្រហារសងសឹកតាមអាកាសយ៉ាងចាក់ដៃទៅលើសម្បុកក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ផែនការវាយប្រហារក្នុងរយៈពេល48ម៉ោងដែលចារកម្មទម្លាយនេះពេលនេះគឺជារលកនៃការសងសឹកត្រឡប់មកវិញពីសំណាក់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់អាមេរិកកាន់តែវាយចង្គមអ៊ីរ៉ង់កាន់តែមុតគម្រាមកំទេចបណ្ដាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពាក់បើអាមេរិកហ៊ានតែបើកការវាយប្រហារជាថ្មីមកលើខ្លួនគណៈមានសេចក្តីរាយការណ៍ថាអ៊ីរ៉ង់ទំនងជាទទួលបានសិទ្ធិគ្រប់គ្រងលើការធ្វើដំណើររបស់នាវានានាដែលចូលទៅក្នុងឈូងសមុទ្រពាក់ដោយឆ្លងកាត់តាមច្រកសមុទ្រហម៉ូសនោះអ៊ីរ៉ង់បានព្រមានបណ្ដាប្រទេសនៅក្នុងតំបន់ឈូងសមុទ្រពាក់ថារាល់ការវាយប្រហារថ្មីណាមួយពីសំណាក់អាមេរិកមកលើទឹកដីរបស់ខ្លួនគឺនឹងមានការវាយប្រហារឆ្លើយតបទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលសំខាន់ៗនៅទូទាំងតំបន់មជ្ឈមបូព៌ាជាក់ជាមិនខាននេះបើយោងទៅតាមប្រភពចំនួន5មន្ត្រីជាន់ខ្ពស់ចំនួន2រូបរបស់អ៊ីរ៉ង់ប្រភពចំនួន2នៅឈូងសមុទ្រពាក់និងមន្ត្រីទូតជាន់ខ្ពស់ម្នាក់នៅតំបន់មជ្ឈមបូព៌ាដែលដឹងរឿងខាងលើបានលើកឡើងថាលោកអាបាសអារ៉ាជីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានជជែកជាមួយនឹងសមាភាគីអារ៉ាប៊ីសាអូឌីតទូគីនិងកាតាព្រមជាមួយនឹងមេទ័ពប៉ាគីស្ថានផងដែរដោយលោកអារ៉ាជីបានជំរុញឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពាក់បញ្ចុះបញ្ចូលលោកប្រធានាធិបតីត្រាំកុំឲ្យវាយប្រហារលើអ៊ីរ៉ង់ជាថ្មីអីសោះបើមិនដូច្នោះទេអ៊ីរ៉ង់នឹងកំទេចទ្រព្យសម្បត្តិអាមេរិកនិងរោងចក្រធម្មពលនៅទូទាំងតំបន់ឈូងសមុទ្រពាក់វិញហើយផងដែរអ្នកវិភាគមើលឃើញថាអ៊ីរ៉ង់ហ៊ានគំរាមអាមេរិកវិញយ៉ាងដូចនេះដោយសារតែអ៊ីរ៉ង់ទំនងជាមានចង្គមមុតស្រួចដល់ឡើយទេគណៈអាមេរិកវិញទេដែលអាវុធកាន់តែខោចនោះតួយ៉ាងមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធថាតគឺសល់ត្រឹមតែប្រហែលជា 20% តែប៉ុណ្ណោះហេតុដូច្នេះបើហ៊ានតែប្រយុទ្ធគ្នាតែមួយប្រើទៀតប្រកបជាអស្ចារ្យជាមិនខានដោយឡែកងាកទៅមើលការចរចាគ្នាដែលកំពុងតែបន្តវិញមានសេចក្តីរាយការណ៍ថាកិច្ចព្រមព្រៀងដែលស្នើឡើងរវាងអ៊ីរ៉ង់និងអូម៉ង់ដើម្បីជួយបញ្ឈប់សង្គ្រាមរយៈពេល5ខែមកនេះនឹងផ្ដល់សិទ្ធិឲ្យអ៊ីរ៉ង់គ្រប់គ្រងលើនាវាដែលធ្វើដំណើរចូលឈូងសមុទ្រពាក់តាមច្រកសមុទ្រហូម៉ូសប៉ុន្តែអាមេរិកនៅមិនទាន់និយាយអ្វីនៅឡើយទេពាក់ព័ន្ធទៅនឹងសំណើនេះដោយលោកដូណាល់ត្រាំគ្រាន់តែលើកឡើងថាចិត្តមានកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រហូម៉ូសឡើងវិញហើយចំណែកឯរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់នៅតំបន់ឈូងសមុទ្រពាក់បានលើកឡើងថាឱកាស50-50ដែលថាអ៊ីរ៉ង់និងអូម៉ង់ឈានទៅដល់កិច្ចព្រមព្រៀងពាក់ព័ន្ធទៅនឹងច្រកសមុទ្រដ៏សំខាន់មួយនេះនៅថ្ងៃសុក្រស្អែកនេះប្រធានាធិបតីនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោកម៉ាស៊ូភីស៊ូគីនរអ៊ូរទាំទៀតថាក្នុងឋានៈលោកជាប្រធានាធិបតីលោកមិនមានឱកាសគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចឲ្យស្របនឹងទូនីតិនោះទេហើយកំពុងលំបាកខ្លាំងក្នុងការស្វែងរកការគាំទ្រពី
មេរណមកម្ពុជានៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺមុតាបាខាមីដៃលោកម៉ាស៊ូភីស៊ូគីនបានថ្លែងថាលោកអត់ដែលជួបមុតាបាខាមីណៃម្ដងណានោះទេដើម្បីប្រឹក្សាគ្នាអំពីស្ថានភាពប្រតិជាតិដែលធ្លាក់នៅក្នុងសង្គ្រាមឈ្លានពានរបស់សហរដ្ឋអាមេរិកនេះលោកម៉ាស៊ូភីស៊ូគីនបានថ្លែងថាលោកមានការលំបាកក្នុងការបំពេញតួនាទីឋានៈជាប្រធានាធិបតីយ៉ាងណាគេមើលឃើញអំពីការបែកបាក់ផ្ទៃក្នុងនៅក្នុងឋានៈដឹកនាំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងលេចរូបរាងឡើងចាប់តាំងពីការស្លាប់មេរណមកម្ពុជារបស់របបនេះរាប់ទាំងឧត្តមសេនីយ៍ជាច្រើនសិបនាក់ទៀតផងប៉ុន្តែការបែកបាក់នេះគឺសង្កេតឃើញកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ដណ្ដើមយកអំណាចពីប្រធានាធិបតីផងដណ្ដើមយកអំណាចពីមុតាបាខាមីណៃដែលជាកម្ពុជាមេដឹកនាំឡើងជំនួសឪពុករបស់គាត់ក្នុងស្ថានភាពនោះហើយដែលគេថានៅក្នុងឋានៈដឹកនាំនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងបែងចែករវាងឋានៈដឹកនាំប្រកាន់ខ្សែតឹងរវាងឋានៈដឹកនាំប្រកាន់ខ្សែកណ្ដាលជាពិសេសគឺរវាងឋានៈដឹកនាំនៃប្រធានាធិបតីម៉ាស៊ូភីស៊ូគៀនថ្នាក់ដឹកនាំនៃរដ្ឋសភានិងឧត្តមសេនីយ៍នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បើទោះជារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ស្ថិតក្នុងជំរងចម្រាស់នៃទូនីតិនៅគ្រប់គ្រងស្ថាប័នស្ថានភាពក៏ដោយនោះក៏ជាមើលឃើញរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មិនងាយនឹងត្រូវបានផ្ដួលរំលំងាយនោះទីខាងក្រុមនេះគឺជាសក្តីប្រែសម្រួលបន្ថែមទៀតដល់ក្រុម7 Info ដែលមានដូចតទៅនេះប្រធានាធិបតីអ៊ីរ៉ង់បង្ហាញអំពីការលំបាកនៅក្នុងការដឹកនាំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្នុងពេលនេះប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាសូពេសេស្គីយ៉ានបានមានប្រសាសន៍ថាការទំនាក់ទំនងជាមួយនឹងមេដឹកនាំកម្ពុជារបស់ប្រទេសលោកមុជតាបាខាម៉ាណៃគឺពិបាកខ្លាំងណាស់បន្ទាប់ពីមានរបាយការណ៍ថាមេដឹកនាំរូបនេះបានរងរបួសអំឡុងការវាយប្រហាររវាងអាមេរិកនិងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ដែលបានសម្លាប់ឪពុករបស់លោកនិងធ្វើឲ្យរូបលោករបួសរហូតមកទល់ពេលនេះពុំទាន់បានចេញវត្តមានជាសាធារណៈនៅឡើយនោះម៉ាស៊ូតពេសេស្គីយ៉ានបានមានប្រសាសន៍ថាវាពិតជាពិបាកខ្លាំងនៅពេលនេះលោកបាននិយាយថាគឺពិបាកទំនាក់ទំនងជាមួយនឹងលោកមុជតាបាប៉ុន្តែក្នុងករណីណាក៏ដោយវត្តមានរបស់លោកគឺជាប្រភពកម្លាំងដ៏អស្ចារ្យរបស់យើងដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខលោកខាម៉ាណៃមានវ័យក្មេងជាងលោកមុជតាបាខ្លាំងហើយតែងតែត្រូវបានគេដឹងថាការតាក់ទងតាមតែរយៈសារលិខិតជាលេខអក្សរគ្មានការបង្ហាញខ្លួនទាល់តែសោះមកទល់ពេលនេះសូម្បីតែនៅក្នុងពិធីបុណ្យសពរបស់ឪពុករបស់លោកកាលពីខែមុនក៏មិនមានឃើញវត្តមានរបស់លោកដែរតែវត្តមានបងប្អូនរបស់លោកមានការចូលរួមយ៉ាងពេញលេញពេសេស្គីយ៉ាននៅបន្តការពារការដឹកនាំរបស់លោកមុជតាបាដោយនិយាយថារដ្ឋរូបនេះរៀបចំនូវកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពហើយជាអ្នកប្រកបដោយសេចក្តីសប្បុរសនិងតក្កវិជ្ជាដ៏សមហេតុផលបំផុតតែលោកនិយាយថាជាអកុសលស្ថានភាពបច្ចុប្បន្នអនុញ្ញាតឲ្យមនុស្សមួយចំនួនពិពណ៌នាអាក្រក់អំពីរូបលោករួមទាំងបង្ហាញរូបភាពអាក្រក់ពីលោកមុជតាបាខាម៉ាណៃគេបានដឹងថានៅថ្ងៃទី4សីហាលោកមុជតាបាខាម៉ាណៃអាចនឹងបានជួបលោកពេសេស្គីយ៉ានយ៉ាងអាក់កំបាំងបំផុតមួយលោកពេសេស្គីយ៉ានត្រូវបានសារព័ត៌មាន Iran International ឲ្យដឹងថាមានការរៀបចំឲ្យលោកបានជួបជាមួយនឹងលោកមុជតាបាប៉ុន្តែលោកមិនអាចដឹងអ្វីក្រៅតែពីឮសំឡេងរបស់មេដឹកនាំកម្ពុជាបាននោះទេដោយសារព័ត៌មាននេះបានចុះផ្សាយថាសន្តិសុខរបស់លោកពេសេស្គីយ៉ានបានបញ្ជូនរូបលោកទៅកាន់ទីតាំងមួយដែលគេមិនបញ្ជាក់ថានៅទីណាទាំងអស់រូបលោកត្រូវបាននាំចេញពីយានយន្តផ្ទាល់ខ្លួនហើយទៅអង្គុយក្រោយរថយន្តមួយដែលមានបង្អួចពណ៌ជាទីដែលលោកខាម៉ាណៃរងចាំនរណាម្នាក់មកដល់ទីនោះងងឹតដែលមនុស្សទាំងពីរមិនអាចមើលឃើញគ្នាហើយក៏មិនអាចចាប់ដៃគ្នាការសន្ទនាធ្វើឡើងដោយសំឡេងទាំងស្រុងសារព័ត៌មាននេះមិនទម្លាយទេថាតើបរិះទាំងពីរដែលមួយគឺជាពេសេស្គីយ៉ាននិងម្នាក់ទៀតជានរណាហើយនឹងបានពិភាក្សាអំពីរឿងអ្វីប៉ុន្តែបានស្រង់សម្ដីថាលោកពេសេស្គីយ៉ាននៅពេលដែលបានជួបនឹងបរិះរូបនោះហើយបានស្នើសុំឲ្យមានកិច្ចប្រជុំលើកទី2ហើយម្ដងនេះគឺនៅលំនៅឋានរបស់មេដឹកនាំនោះតែសំណើនេះរហូតមកទល់ពេលនេះត្រូវបានបដិសេធក្រៅតែពីលោកពេសេស្គីយ៉ានសូម្បីរដ្ឋមន្ត្រីការបរទេសអាបាអារ៉ាឃីក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយនឹងកម្មវិធី online The Story of the World កាលពីខែកក្កដាថាលោកមិនដែលបានជួបលោកមុជតាបាខាម៉ាណៃនោះទេហើយមានមនុស្សមួយចំនួនតូចតែប៉ុណ្ណោះដែលបានជួបនឹងលោកមុជតាបាលោកពេសេស្គីយ៉ានត្រូវបានគេដឹងថាកំពុងដឹកនាំជាចំហនៅរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប៉ុន្តែនៅចុងខែឧសភាមានការផ្សព្វផ្សាយថាលោកបានផ្ញើលិខិតផ្លូវការមួយទៅកាន់ខុទ្ទកាល័យរបស់លោកមុជតាបាដោយស្នើសុំចុះចេញពីតំណែងក្រោមការពិពណ៌នាថាការគ្រប់គ្រងទាំងស្រុងនៅពេលនេះគឺកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់
ស្របពេលជាមួយគ្នានេះមានការផ្សព្វផ្សាយដែលរៀបរាប់ដោយអ្នកកាសែត Jonathan Phil នៅក្នុងគេហទំព័រអង្គការ EZIC ឲ្យដឹងថាមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោក Mojtaba Khamenei បានប្រមានប្រធានាធិបតី Masoud Pezeshkian ថាបើសិនជារូបលោកម្ដងទៀតដាក់ពាក្យលាលែងពីតំណែងគឺលោកនឹងទទួលយកហើយលើកនេះប្រភពនេះគឺចេញពីបបជិតជាន់ខ្ពស់ដែលមានចំណងគ្រួសារជាមួយនឹងលោក Mojtaba Khamenei គេក៏បានឃើញសម្ដីអត្ថាធិប្បាយរបស់ Mohammad Bagha Karazi ដែលជាប្អូនស្រីរបស់ភរិយាប្អូនប្រុសរបស់លោក Mojtaba Khamenei ដែលបាននិយាយថាមានការប្រមានមួយដែលមានបំណងចង់ឲ្យលោក Pezeshkian ត្រូវពិចារណាសម្ដីរបស់លោកនិងអរិយាប័ត្រជាសាធារណៈហើយបានទម្លាយថាប្រសិនបើរូបលោក Pezeshkian ធ្វើម្ដងទៀតនោះលោក Mojtaba Khamenei នឹងទទួលយកសំណើនេះហើយនឹងប្រកាសជាផ្លូវការលោកស្រីបញ្ជាក់ថាលោក Pezeshkian លែងហ៊ានធ្វើរឿងនេះទៀតហើយតែយ៉ាងណាបន្ទាប់ពីរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងខែឧសភាលោក Pezeshkian ក៏បានចេញបដិសេធដោយផ្ទាល់ផងដែរដោយលោកនិយាយថាយើងសម្របសម្រួលពេញលេញជាមួយកងកម្លាំងយោធាហើយលោកនឹងមិនលាលែងពីតំណែងទេលោកប្រកាន់ជំហរដ៏រឹងមាំប្រសិនបើត្រូវលាលែងនឹងប្រកាសជាផ្លូវការថាបានលាលែងពីតំណែងតែម្ដងដោយមិនបញ្ជាក់អំពីសំណើស្នើសុំឈប់អ្វីនោះទេបច្ចុប្បន្ននេះលោក Pezeshkian កំពុងពិនិត្យលើភាពតានតឹងនៃអនុស្សរណៈនៃការយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់ដែលបានចុះហត្ថលេខានៅក្នុងខែមិថុនាឆ្នាំ2026ដើម្បីវិនិយោគឲ្យបើកច្រកសមុទ្រអូម៉ូសឡើងវិញនិងបញ្ចប់ប្រតិបត្តិការយោធាលោក Pezeshkian បានគាំទ្រកិច្ចព្រមព្រៀងនេះតែក្រុមមួយចំនួនបានដាក់បន្ទាត់ក្រហមដល់លោក Pezeshkian មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់4រូបប្រាប់ The New York Times ដោយមិនបញ្ចេញឈ្មោះថាលោក Pezeshkian គម្រាមលាលែងពីតំណែងដោយសារតែរឿងនេះព្រោះលោកមិនចង់បដិសេធកិច្ចព្រមព្រៀងនេះនោះទេលោក Roger Macmillan ដែលជាអ្នកឯកទេសផ្នែកភេរវកម្មនិងសន្តិសុខបកស្រាយអំពីការប្រមានរបស់លោក Mojtaba និងការប្រកាសចង់លាលែងពីតំណែងទោះជាចចាមអារ៉ាមក៏ដោយក្តីរបស់លោក Pezeshkian នោះដោយលោកបានលើកឡើងថានេះគឺជាអាវុធតែមួយគត់របស់លោក Pezeshkianហើយលោកប្រមានថាបើសិនជាចលនាណាមួយឈានដល់ការជំនួសមន្ត្រីសន្តិសុខហើយបញ្ឈប់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់នោះបញ្ជាក់ថាពេលវេលានៃឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានកើតឡើងនៃការគ្រប់គ្រងទាំងស្រុងមកលើសាធារណរដ្ឋនេះហើយគួរឲ្យដឹងថាលោក Pezeshkian បានក្លាយទៅជាប្រធានាធិបតីទី9របស់អ៊ីរ៉ង់នៅក្នុងឆ្នាំ2024លោកគឺជាវិជ្ជបណ្ឌិតមួយរូបពីមុនមកធ្លាប់ជារដ្ឋមន្ត្រីក្រសួងអប់រំនិងសុខាភិបាលរបស់អ៊ីរ៉ង់លោកបានជាប់ឆ្នោតនៅក្នុងខែកក្កដា2024បន្ទាប់ពីការស្លាប់ដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៃអតីតប្រធានាធិបតីមុនលោកអ៊ីប្រាហ៊ីមរ៉ៃស៊ីសម្រាប់រូបលោកដែលជាអ្នកកំណែទម្រង់ដែលជាប់ឆ្នោតនេះលោកបានផ្ដោតទៅលើការកាត់បន្ថយការរឹតបន្តឹងសង្គមការដោះស្រាយវិបត្តិសេដ្ឋកិច្ចការបន្តកិច្ចសន្ទនាជាមួយនឹងក្រុមលោកខាងលិចពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មនៅក្នុងអំឡុងសង្គ្រាមតាមសម្រាប់មេដឹកនាំអ៊ីរ៉ង់យ៉ាងខ្លាំងក្លាពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោក Pezeshkian ត្រូវបានទុកឲ្យរស់រានមានជីវិតនិងត្រូវបានលោកត្រាំពិពណ៌នាថាជាមេដឹកនាំកម្រិត3របស់អ៊ីរ៉ង់ដែលមានភាពចោលសម្រុងនិងមានការពិចារណាខ្ពស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាមិនសម្រាប់លោកប្រធានាធិបតី Masoud Pezeshkian ក្រោមជំហរនៅក្នុងការយកការទូតដោះស្រាយភាពតានតឹងផងដែរក្រៅតែពីបញ្ជាក់អំពីសមត្ថភាពរបស់លោក Pezeshkian នៅក្នុងការអាចក្លាយទៅជាអ្នកសម្របសម្រួលគោលនៃការចរចាសន្តិភាពគេបានចាត់ទុកលោក Pezeshkian គឺជាបណ្ដាញទំនាក់ទំនងមួយជាផ្លូវការជាមួយនឹងរចនាសម្ព័ន្ធដ៏ស្មុគស្មាញរបស់អ៊ីរ៉ង់នៃក្រុមឆ្មាំបដិវត្តន៍ក៏ដូចជាមេដឹកនាំកម្ពុជាការប៉ុនប៉ងធ្វើឃាតលោក Pezeshkian នឹងមិនមានអត្ថប្រយោជន៍អ្វីដែលផ្ដល់ឲ្យផ្នែកគោលដៅយោធាឬក៏កាត់បន្ថយសមត្ថភាពរបស់បញ្ជាការឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នោះទេក្រៅតែពីនេះក្នុងនាមជាប្រធានាធិបតីគឺបញ្ជាក់អំពីភាពជាតំណាងស្របច្បាប់ជាប្រមុខរដ្ឋផ្លូវការដែលទទួលបាននៅការការពារពីការបំពានពីសំណាក់ច្បាប់អន្តរជាតិផងដែរ